ធ្វើដូចម្ដេចដើម្បីគ្រប់គ្រងចំការរបស់យើងឲ្យមាននិរន្តរភាពវាពិតជាមិនអាចបកស្រាយបានទេដោយចម្លើយខ្លីមួយម៉ាត់ប៉ុន្តែមានការអនុវត្តបច្ចេកទេសកសិកម្មមួយគួរត្រូវបានណែនាំដើម្បីបង្កើនគុណភាពនៃការរស់នៅព្រមទាំងជួយថែរក្សាបរិស្ថានផងដែរក្នុងវីដេអូនេះយើងនឹងនិយាយអំពីការអនុវត្តកសិកម្មប្រកបដោយចីរភាពនិងការថែរក្សាសុខភាពរបស់ដីក្នុងចម្ការចន្ទីតាមទម្លាប់កសិករតែងតែភ្ជួរដីនិងបាញ់ថ្នាំគីមីដើម្បីគ្រប់គ្រងស្មៅចង្រៃក្នុងចម្ការរបស់គាត់ក្រៅពីចំណាយពេលវេលានិងកម្លាំងពលកម្មសកម្មភាពនេះបានបង្កគ្រោះថ្នាក់យ៉ាងខ្លាំងទៅដល់ដីវាបានសម្លាប់សរីរាង្គមានប្រយោជន៍នៅក្នុងដីហើយធ្វើឲ្យសមាសធាតុសរីរាង្គទាំងនោះបាត់បង់យ៉ាងឆាប់រហ័សភ្ជួរដីហើយម្សាត្រូវការបាញ់ថ្នាំបាទបាញ់ថ្នាំទី1បាញ់ម្សាទៀតវគ្គប្រហែល2ខែ3ខែបាញ់ម្សាទៀតវគ្គទី2វគ្គទី3កាត់ស្មៅអញ្ចឹងការគ្រប់គ្រងស្មៅហ្នឹងវាពិបាកមួយឆ្នាំគឺបាញ់2ដងបាញ់ពីដើមឆ្នាំធ្លាក់ភ្លៀងដំបូងអញ្ចឹងស្មៅចាប់ដុះស្មៅចាប់ដុះមើលខ្ពស់ហ្មងគេអត់ហ៊ានទុកឲ្យជ្រួលខ្លាចវាឡើងកទៅស្មៅហ្នឹងវាបោកស្វាយអញ្ចឹងគេសម្អាតទៅគេបាញ់ម្សាដល់ចុងឆ្នាំគេបាញ់ម្សាទៀតអញ្ចឹងណាបាទអាហ្នឹងកន្លងមកគឺគ្រប់គ្នាត្រូវតែធ្វើអញ្ចឹងបើមិនធ្វើអញ្ចឹងស្វាយហ្នឹងអត់បានទីទេធ្វើឲ្យដីនឹងហែងវាចម្រោះនៅក្នុងដីនឹងវាអត់មានកាន់តែរិចរើទៅហើយទី3ការគ្រប់គ្រងស្មៅនឹងវាពិបាកតោះថាស្មៅវាច្រើនបើយើងប្រើបាញ់ថ្នាំវាអស់ចំណាយលុយអស់ច្រើនហើយវាប៉ះពាល់ដល់សុខភាពខ្លួនយើងទៀតហើយការហូរច្រោះដីហ្នឹងគោវាហូរទៅលឿនព្រោះយើងត្រូវការភ្ជួរនេះរាល់ឆ្នាំខ្ញុំតែងភ្ជួរអញ្ចឹងភ្ជួរទៅឃើញដីបាទឃើញដីច្រើនណាតែក្រោយភ្ជួរតែមួយឆ្នាំខ្ញុំឈប់ភ្ជួរមកភ្លៀងធ្លាក់ទៅហូរទៅសល់គ្រួសអញ្ចឹងមើលដីខ្ញុំសិតគ្រួសឥឡូវជាក់ស្ដែងយើងមើលក្រៅពីចំការឃើញហូរហើយដីនេះវាថ្មផងបើសិនជាវាយើងអត់តាមអាស្មៅគម្របដីនេះវានៅតែកន្លែងថ្មទេអាដីហ្នឹងគឺដាច់ទៅក្រោមអស់ហើយក្នុងដំណាក់កាលនេះទឹកភ្លៀងមិនអាចច្រោះចូលទៅក្នុងដីបានល្អដូចមុននោះទេដោយគ្មានសំណល់រុក្ខជាតិគ្របនៅផ្ទៃខាងលើកំទេចកំទីដីមានជីជាតិអាចនឹងបាត់បង់ទៅតាមទឹកឬខ្យល់បានយ៉ាងងាយហើយចុងក្រោយវានឹងធ្វើឲ្យពិបាកក្នុងការដាំដុះដំណាំប្រកបដោយគុណភាពបច្ចុប្បន្ននេះមានកសិករកាន់តែច្រើនចាប់ផ្ដើមឈប់ប្រើប្រាស់ឧបករណ៍ភ្ជួររាស់តាមទម្លាប់ហើយងាកមកភ្ជួររាស់តាមបែបជីវសាស្ត្រជំនួសវិញគោលបំណងនៃការភ្ជួររាស់តាមបែបជីវសាស្ត្រនេះគឺធ្វើយ៉ាងណាដើម្បីកាត់បន្ថយការរំខានដីតិចតួចបំផុតតាមដែលអាចធ្វើទៅបានដោយការឈប់ភ្ជួរដីនិងកាត់បន្ថយការប្រើប្រាស់ថ្នាំគីមីសម្រាប់ស្មៅដោយជំនួសមកវិញនៅការប្រើប្រាស់គម្របនៃដំណាំគម្របដីអំបូរសណ្ដែកដែលមានអាយុកាលវែងអាស្មៅគម្របដីហ្នឹងគឺវាជួយការហូរចម្រោះដីតើតើនឹងជីវជាតិមួយចំនួននេះពីមុនវាហូរទៅក្រោមឲ្យអស់ហើយពពួកកាក់ស្មៅក៏អីដែលវារលួយកើតជីហ្នឹងដល់យើងដាំអាស្មៅគម្របដីហ្នឹងទៅអាស្មៅដែលរលួយមកវាហូរអត់ទៅណារួចទេជីវានៅក្នុងនឹងតែម្ដងអាហ្នឹងដែលវាអាចកើតដូចជាពួកចលេនពួកអីពួកសត្វល្អិតអីនៅក្នុងដីហ្នឹងហើយយើងមើលជាក់ស្ដែងទៅពេលដែលខ្ញុំដាំស្មៅឃើញក្នុងចការដែលមានស្មៅហ្នឹងអត់មានកន្លែងណាដែលហូរដាច់ដីទេខែប្រាំងទៅវាមានសំណើមហើយវាមានអាចលេនហើយវាដូចថាវាពុកទៅវាមានប្រមោកគេហៅអាកំតិចកំទីហ្នឹងវាកើតទៅជាជីអំប៉ុសបាទនេះដីដែលយើងដាំគម្របស្មៅមើលស្មៅដីគម្របស្មៅដីរងផុសនៅបាតដីហើយមានកំតិចកំទីដីមានកំតិចកំទីស្មៅក៏ច្រើនដល់លាយដីក៏ផុសហើយតិចទៀតបន្ទាប់ពីខ្ញុំធ្វើស្មៅ2គីឡូនឹងមកអត់មានចំណាយអីទេគឺនេះថាយើងកាត់តាមរួងស្វាយអញ្ចឹងណាក្នុងមួយដងហ្នឹងកាត់អស់ថ្លៃគេកាត់នោះ30000ហើយនឹងសាំងប្រហែលជា5លីត្រគេកាត់ថ្ងៃមុនហ្នឹងបើខាងកន្លែងដាំ2គីឡូហ្នឹងអត់មាននេះគឺនេះថាយើងត្រូវការរើសយ៉ាងណាគ្រូដើមឆ្នាំអញ្ចឹងយកថាវាឡើងហើយយើងរកភាសាអានេះតបប្រមូលផលបានរកភាសាទៀតបាទ
ហើយដល់ពេលវាមានស្មៅដោយើងដើរដកតាមកព្រឹកពីព្រឹកហើយក្នុងលហាត់យើងដកកាប់ខ្លះដកខ្លះទៅវាធូរហើយយើងចំណាយវាអស់តិចចូលដកអាហ្នឹងវាគឺនៅលើ បន្តិចម្ដងយើងឃើញមានអត្ថប្រយោជន៍កាន់តែច្រើនមីក្រូសារពាង្គកាយនៅក្នុងដីលូតលាស់និងចិញ្ចឹមដោយសារធាតុសរីរាង្គរចនាសម្ព័ន្ធរបស់ដីទទួលបានសារធាតុសរីរាង្គកាន់តែច្រើនឡើងហើយដីកាន់តែធូរនិងមានជីជាតិដីដែលមានរចនាសម្ព័ន្ធល្អមានផ្ទុកសំណើមនិងខ្យល់ហើយធ្វើឲ្យឫសដំណាំអាចចាក់ចុះទៅដល់ទឹកស្រទាប់ក្រោមនិងស្រូបសារធាតុចិញ្ចឹមដែលវាត្រូវការបានយ៉ាងងាយ តែខ្ញុំមើលផ្លែគឺត្រង់ថាគឺក្រោមគល់ស្វាយហ្នឹងវាចាប់ដើមមានចលែនហ្នឹងហើយដែលពីមុនវាមិនមានសោះហ្នឹងហើយមានចលែនមានសត្វពពួកជួយបង្កើនដីហ្នឹងណា កាលណាយើងធ្វើពីបេតកម្មដំណាំនៃដំណាំចម្បងរបស់យើងជាមួយដំណាំគម្របដីឬចំណីសត្វនិងដំណាំដែលបន្សល់សំណល់ខ្ពស់ទៅឲ្យដីវិញនោះមានន័យថាយើងកំពុងបន្ថែមសារធាតុសរីរាង្គកាន់តែច្រើនទៅឲ្យដីនិងធ្វើឲ្យប្រព័ន្ធគ្មានការភ្ជួររាស់កាន់តែមានប្រសិទ្ធភាពឡើងដូច្នេះប្រព័ន្ធកសិកម្មវៃឆ្លាតធន់នឹងអាកាសធាតុគឺជាផ្នែកមួយនៃដំណោះស្រាយកសិដ្ឋានទាំងមូលគូផ្សំជាមួយការអនុវត្តដំណាំគម្របដីដែលធ្វើឲ្យប្រសើរឡើងនៃប្រព័ន្ធគ្មានការភ្ជួររាស់អាចជួយយើងកាត់បន្ថយ